កម្លាំងសមត្ថកិច្ចឆក់បង្ក្រាបទីតាំងមួយកន្លែងនៅកោះពេជ្រខត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង100នាក់ភាគច្រើនជាជនជាតិចិននិងវៀតណាមកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយកម្លាំងនគរបាលមូលដ្ឋានបានចុះឈ្មោះឡោមព័ទ្ធនិងបង្ក្រាបទីតាំងអគារមួយកន្លែងដែលមានឈ្មោះយីហោឈ្មោះ Cambodia Sky ឬហៅថាពេជ្រអាកាសដែលបានលួចបង្កប់បើកកន្លែងប្រើប្រាស់គ្រឿងញៀននិងធ្វើការឃាត់ខ្លួនបានជនសង្ស័យរហូតដល់ជាង100នាក់រួមមានជនជាតិវៀតណាមចិននិងខ្មែរផងដែរប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯកឃីងសារ៉ាត់ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដោយមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សូថេតអគ្គស្នងការនគរបាលជាតិព្រមទាំងមានការសម្របសម្រួលពីតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញការចុះបង្ក្រាបទីតាំងខាងលើនេះធ្វើឡើងនៅវេលាម៉ោង 12:30 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 16 ខែតុលា ឆ្នាំ 2025 ខណៈជនសង្ស័យកំពុងនាំគ្នាធ្វើសកម្មភាពប្រើប្រាស់និងលេងយ៉ាងសប្បាយនៅក្នុងហាង Cambodia Sky ដែលមានទីតាំងស្ថិតនៅកោះពេជ្រតាមបណ្ដោយផ្លូវសូបិតសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញក្រោយពីការចុះបង្ក្រាបសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យនិងវត្ថុតាងជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់